យូរៗជប់គ្នាម្ដងបងប្អូនណាយគឺមីងផុនខ្ញុំហ្នឹងណាគាត់នឹកឃើញថាចង់ហូបជាមួយនឹងទឹកគ្រឿងអញ្ចឹងទៅគាត់ឲ្យបងស្រីរបស់ខ្ញុំណាធ្វើទឹកគ្រឿងឲ្យគាត់ហូបម្ដងអីអញ្ចឹងទៅបងប្អូនមិនដែលនឹងបានជួបគ្នាទេយូរបានម្ដងនឹងឯងបងប្អូនហើយខ្ញុំជាអ្នកជួយស្រស់បន្លែអីអញ្ចឹងទៅចំណែកបងស្រីខ្ញុំក៏ជាអ្នកធ្វើទឹកគ្រឿងអីអញ្ចឹងទៅបងប្អូនហើយកន្លែងដែលបងស្រីខ្ញុំកំពុងតែធ្វើទឹកគ្រឿងហ្នឹងបងប្អូនខ្ញុំបានថតជួយបងប្អូនមើលទេពីព្រោះអីខ្ញុំអាឡ័យតែស្រស់បន្លែដែរបងប្អូនហើយនេះគាត់ធ្វើរួចហើយបងប្អូនបានទៅបោកថតអីអញ្ចឹងទៅហើយបន្លែរបស់យើងវិញបងប្អូនហើយឡើងមកថាសធំបឹងតែម្ដងហើយគឺបន្លែខៀវគឺពួកខ្ញុំបេះជំវិញផ្ទះនឹងឯងបងប្អូនគាត់ថាដូចជាផលិតហើយនឹងតសក់ត្រាប់អីហ្នឹងបងប្អូននឹងទិញគេទេប៉ុន្តែបើបន្លែខៀវទាំងអស់គឺជំវិញផ្ទះខ្ញុំតែម្ដងហើយបងប្អូនណាយនិយាយទៅថាអូយបន្លែធម្មជាតិអញ្ចឹងនិយាយទៅថាអូយឆ្ងាញ់មែនតែនហ្មងហើយបងប្អូននិយាយមែនហើយត្រាប់នឹងតសក់ណាហើយនឹងស្ពៃក្តោបក៏ធម្មជាតិដែរបងប្អូនអ្នកភូមិរបស់ខ្ញុំគាត់ដាំមកហើយយកទៅលក់នៅផ្សារហើយខ្ញុំក៏ទិញពីគាត់មកដែរអីអញ្ចឹងណាបងប្អូនដោយសារតែខ្ញុំផ្ទះខ្ញុំដាំអត់បានអញ្ចឹងទៅមានតែទិញគេហូបនឹងឯងហើយបើថាបន្លែខៀវសុទ្ធដែលមើលឃើញពុកបៃតងហ្នឹងគឺសិតតែជុំវិញផ្ទះខ្ញុំទេបងប្អូនហើយទឹកគ្រឿងមួយអត់ស្ដៅក៏បានទេបងប្អូនស្ដៅគឺជាតួឯកសម្រាប់ពួកយើងតែម្ដងហើយបងប្អូនណាយហើយខែនេះអត់ទាន់មានផ្កាទេបងប្អូនគឺមានស្លឹកនឹងឯងអញ្ចឹងយើងបេះត្រួយវាយកមកហូបតែម្ដងទៅក៏ប៉ុន្តែក៏ឆ្ងាញ់ដែរបងប្អូននិយាយមែនទោះជាមិនទាន់មានផ្កាក៏ដោយក៏ឆ្ងាញ់ដែរឲ្យតែអ្នកចេះហូបស្ដៅសម្រាប់អ្នកចេះហូបស្ដៅតែមួយទេណាតែបើបងប្អូនណាក៏អត់ចេះហូបស្ដៅគាត់ថាអូមិនបាច់មានក៏បានដែរតែសម្រាប់ខ្ញុំគឺអត់បានទេគឺឆ្ងាញ់តែម្ដងហើយទោះជាហូបបានតិចឬច្រើនអីសំខាន់ណាស់ទឹកគ្រឿងគឺស្ដៅមែនតែនតែបើមិនមានអាហ្នឹងយើងរកមិនបានណាក៏មិនអីដែរតែបើថានៅផ្ទះយើងមានហើយអត់មិនបានទេត្រួយក៏ហូបដែរហើយថ្ងៃហ្នឹងបងប្អូនណាយគឺខ្ញុំងើបអត់ពីតុអត់ចង់រួចដោយសារតែខ្ញុំហូបច្រើនណាបងប្អូនហើយបាយក្នុងចានខ្ញុំហូបអត់ទេដោយសារតែខ្ញុំហូបបន្លែច្រើនជាងបាយបងប្អូនណាយបើថាលក់អញ្ចេះគឺសុំបន្លែច្រើនហើយបងប្អូនហើយឲ្យតែបានហូបអញ្ចេះបងប្អូនណាយគឺមាត់ទំពាដល់កឲ្យបងប្អូនគឺអត់ជប់ទេពីព្រោះអីបានហូបត្រូវចិត្តដល់និយាយវាថាអូយឆ្ងាញ់តំណងតែម្ដងហើយបងប្អូនបន្លែផនយើងខ្ញុំចេះហូបគ្រប់មុខតែម្ដងហើយជាពិសេសហ្នឹងបងប្អូនគឺបន្លែខៀវនឹងហ្មងហើយណាបងប្អូនដោយសារតែខ្ញុំហូបដូចភាពជឿជាក់ពីព្រោះអីវាជារបស់ក្នុងផ្ទះផនយើងជុំវិញផ្ទះនឹងឯងបងប្អូននេះមកថតសកម្មភាពដែលបងប្អូនជួបជុំគ្នាអីអញ្ចឹងណាបងប្អូននិយាយពីថាអោយតំណងមែនតែនហើយបន្លែមកថានឹងហូបអត់អស់ទេបងប្អូនគឺច្រើនមែនតែនហ្មងហើយបានហូបជុំគ្នាអញ្ចឹងទៀតនិយាយពីថាអូយឆ្ងាញ់នោះឆ្ងាញ់បងប្អូនណាយនោះបងស្រីម៉ាប់ផនខ្ញុំអីអញ្ចឹងណាគឺខ្ញុំតាមប្រមាញ់គាត់រហូតនឹងឯងគាត់ថាអត់ចង់ចូលទេប៉ុន្តែខ្ញុំលួចថតអីអញ្ចឹងទៅបងប្អូនអ្នកណាដែលមិនចង់ចូលណាគឺខ្ញុំចង់តែថតណាហ្មងនិយាយមែនហ្មងស្រីរបស់ខ្ញុំគាត់ថាគាត់ថតពេលគាត់ចង់ចូលទេចាំគាត់ស្រក់គីឡូសិនចាំគាត់ស្រក់គីឡូនឹងកាលទេបងប្អូនណាបើថាមីតម៉ាប់មិនឃើញស្រក់គីឡូទៅណាផងនឹងឃើញតែដដែលហើយវីដេអូខ្លះក៏មានកន្លែងងងឹតចឹងទៅបងប្អូនណាសូមអធិស្ឋានផងដែរដោយសារតែខ្ញុំបាំងវែងណនបងប្អូនវាចាំងថ្ងៃចូលហើយវារៀងបាំងពលឺទៅជិះបងប្អូនដោយសារតែវាជះពលឺថ្ងៃចូលមកឡើងហូបបាយខ្ញុំមកក្តៅពេកចឹងទៅបាំងបងប្អូនចឹងទៅវារៀងងងឹតតិចហើយសូមអធិស្ឋានផងបងប្អូនចាអូនិយាយវាថាឆ្ងាញ់មែនហូបជុំជុំគ្នាចេះឲ្យបងប្អូនណានិយាយមែនហ្មងហើយវីដេអូរបស់ខ្ញុំក៏មានកន្លែងហូបបាយជុំគ្នានឹងឯងបងប្អូនអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ